បញ្ហាកាយលូធ្វើផ្លូវកាយផ្លូវធ្វើលូកាយយូរទៅខូចទាំងផ្លូវខូចទាំងលូកាយផ្លូវយើងដាក់លូយើងកាយផ្លូវលៀងមកយើងស្ទះលូអ្នកបើកបមកលូមិនដាច់ដាក់លូកាយផ្លូវដាក់លូជួយស្គាល់ let's go កាយផ្លូវដាក់លូកាយផ្លូវលៀងមកយើងស្ទះលូកាយផ្លូវដាក់លូកាយផ្លូវលៀងមកយើងស្ទះលូដាក់ខ្សែភ្លើងបញ្ហាកាយលូធ្វើផ្លូវកាយផ្លូវធ្វើលូកាយយូរទៅខូចទាំងផ្លូវខូចទាំងលូនេះគឺជាមតិរិះគន់របស់សាធារណជនជាយូរណាស់មកហើយរហូតដល់ពេលនេះក៏នៅករណីនេះក៏នៅតែប្រព្រឹត្តទៅក៏នៅតែកើតមាននៅតាមទីកន្លែងនៅក្នុងប្រទេសកម្ពុជាយើងការធ្វើបែបនេះធ្វើឲ្យខណ្ឌថវិកាជាតិដែលបានមកពីការបង់ពន្ធពីប្រជាពលរដ្ឋពីការខ្ចីបុលពីបរទេសបាទយកមកកសាងនៅហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាយើងនេះហើយជាពិសេសទៀតនោះគឺមានការរំខានយ៉ាងខ្លាំងទៅដល់អារម្មណ៍របស់ប្រជាពលរដ្ឋទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផលប៉ះពាល់នៃការហុយបាទនៅទូលីហុយសំលេងនិងប៉ះពាល់ទៅដល់ការធ្វើអាជីវកម្មបាទរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវដែលកំពុងតែសាងសង់បញ្ចេះចប់បញ្ចេះហើយទាំងនេះជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំដើម្បីដោះស្រាយនៅបញ្ហាដែលកើតឡើងរាប់ទសវត្សរ៍ហើយនឹងបន្តកើតឡើងរហូតដល់ពេលនេះគឺរដ្ឋាភិបាលក្រសួងពាក់ព័ន្ធហើយនឹងអង្គភាពពាក់ព័ន្ធបាទត្រូវតែធ្វើកំណែតម្រង់ទាំងស្ថាប័នទាំងទូនីតិនិងភារកិច្ចជាពិសេសគឺការធ្វើសមរណកម្មផែនការបាទរវាងអង្គភាពនិងក្រសួងពាក់ព័ន្ធនៅក្នុងការអនុវត្តការកសាងនៅហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងណាមួយនៅទីកន្លែងណាមួយបាទត្រូវតែមានផែនការសមរណកម្មជាមួយគ្នានៅក្នុងនោះមានក្រសួងនិងស្ថាប័នពាក់ព័ន្ធសំខាន់ដូចជាក្រសួងសាធារណការនិងដឹកជញ្ជូនក្រសួងឧស្សាហកម្មសិប្បកម្មនិងនវានុវត្តន៍ក្រសួងរាយនិងធម្មពលរួមទាំងក្រសួងប្រៃសណីនិងទូរគមនាគមន៍បាទដែលត្រូវធ្វើផែនការសមរណកម្មជាមួយគ្នាក្នុងការអនុវត្តនៅការងាររបស់ខ្លួននៅទីកន្លែងនៅទីក្រុងណាមួយជាក់លាក់ទាំងអស់គ្នាបាទគឺខាងក្រសួងសាធារណការមានការកសាងនៅផ្លូវបាទនៅផ្លូវការកសាង construction នៅគេហៅថាប្រព័ន្ធលូរំដោះទឹកកខ្វក់ក៏ដូចជាប្រព័ន្ធលូរំដោះទឹកភ្លៀងបាទទឹកជំនន់ហើយសម្រាប់ក្រសួងសិប្បកម្មឧស្សាហកម្មសិប្បកម្មហើយនិងនវានុវត្តន៍បាទគឺតកតងនឹងប្រព័ន្ធលូបញ្ជូនទឹកស្អាតបាទហើយសម្រាប់ក្រសួងរាយនិងធម្មពលគឺពាក់ព័ន្ធទៅនឹងការជីកនៅគេដាក់ប្រព័ន្ធនៅខ្សែអគ្គិសនីបាទហើយសម្រាប់ក្រសួងប្រៃសណីទូរគមនាគមន៍តកតងទៅនឹងប្រព័ន្ធខ្សែកាបខ្សែអ៊ីនធឺណិតជាដើមដូច្នេះនៅពេលដែលក្រសួងនិងអង្គភាពពាក់ព័ន្ធទាំងនេះបានធ្វើសមរណកម្មផែនការជាមួយគ្នាការអនុវត្តការងាររៀងខ្លួនតែនៅពេលតែមួយបាទនោះគឺបញ្ជាបានហើយនៅការធ្វើផ្លូវហើយកាយផ្លូវដាក់លូប្រព័ន្ធលូទឹកស្អុយប្រព័ន្ធលូរំដោះទឹកភ្លៀងទឹកជំនន់ប្រព័ន្ធលូបញ្ជូនទឹកស្អាតការជីកគាស់ដាក់នៅខ្សែកាបនៅខ្សែអ៊ីនធឺណិតការជីកគាស់ដាក់នៅខ្សែបញ្ជូនអគ្គិសនីជាដើមនេះបាទគឺយើងអាចបញ្ជាបានការធ្វើផ្លូវរួចហើយកាយផ្លូវឡើងវិញធ្វើលូរួចហើយកាយលូចោលទៅផ្លូវបាទនេះគឺយើងអាចបញ្ជាបាននៅបញ្ហានេះយើងអាចសន្សំបាននៅថវិកាជាតិហើយនឹងជួយសម្រួលនៅចរាចរណ៍ហើយនឹងផលប៉ះពាល់ទៅដល់អាជីវកម្មទៅដល់សុខុមាលភាពហើយនឹងសតិអារម្មណ៍របស់ប្រជាពលរដ្ឋ